ស្ដីទាំងអស់គ្នាថ្ងៃនេះអេដមីនមកធ្វើវីដេអូ review ឡើងឲ្យអ្នកទាំងអស់គ្នាមើលបន្តទៀតហើយផ្លេចជួយ follow share និង subscriber ម្នាក់មួយផងបើសិនជាវីដេអូនេះល្អមើលនឹងជួយចិត្តទៅដល់ពួកអ្នកទាំងអស់គ្នាតោះឥឡូវកុំឲ្យពេលវេលាក្រុងចាំយូរយើងចាប់ផ្ដើមនិយាយអាណាមុនគេណោះតោះយើងចាប់ផ្ដើមនិយាយអំពីWhat this is a motocross នេះជាម៉ូតូអត្រៃសម្រាប់ជិះឡើងលើភ្នំហោះកាត់ភួរវ៉ាវចូលទៅចំណែកនេះវិញនេះគឺជាសត្វ dinosaur ដែលមានកវែងកន្ទុយវែងខ្ពស់វាស៊ីរុក្ខជាតិជាអាហាររនៅក្នុងព្រៃវ៉ាវចូលតោះឆ្នាំនេះវិញនេះគឺជារថយន្តជំនួយដងស្ទូចឡើងទៅលើគេប្រើវាសម្រាប់ជួយផលិតអគ្គិភ័យនិងជួយតខ្សែភ្លើងវ៉ាវចូលតោះចំណែកនេះគឺជារថយន្តដុំទ្រូងរថយន្តខ្នាតយ៉ាវាគេប្រើវាសម្រាប់ដឹកដីនិងធ្វើជាឧស្សាហកម្មរ៉ែធំខ្នាតធំវាមានកម្លាំងខ្លាំងនិងវាធំចាប់ដើមនិយាយនេះបន្តទៀតចំណែកនេះវិញគឺជារថយន្តដឹកដីដុំទ្រូងមានកង់6ជួរគេប្រើវាសម្រាប់ដឹកដីធ្វើផ្លូវចាក់លុបគេឋានសាងសង់រោងចក្រពីត្រូវបានបោកជុំយ៉ាងចាស់វ៉ាវចូលតោះចំណែកនេះវិញនេះគឺជារថយន្តដងស្ទូចដកឡើងទៅលើមួយយ៉ាងម្នាក់ពីរថយន្តមួយនោះវាដកអានេះប្រើដៃវាសម្រាប់លើកឡើងគេប្រើវាសម្រាប់ផលិតអគ្គិភ័យនិងតខ្សែភ្លើងគេហៅថារថយន្តជំនួយ To make the fire go out with buildings tall the flames stretch high get out of their way the ladder climbs until it reaches វ៉ាវចូលតោះយើងចាប់ផ្ដើមមើលបន្តទៀតឆ្នាំនេះគឺជារថយន្តសម្រាប់ឈូសដីធ្វើជាផ្លូវគេយកវាសម្រាប់ទុះត្រាយផ្លូវទៅមុននេះស្នូករបស់វាឈូសស្នូកតកក៏ត្រូវដែរវ៉ាវចូលតោះយើងមកបន្តទៀតចំណែកនេះវិញនេះគឺជាម៉ូតូស៊ីខលគេប្រើវាសម្រាប់ជិះដើរលេងកម្សាន្តនិងប្រណាំងគ្នាព្រោះវាមានម៉ាស៊ីនធំកម្លាំងខ្លាំងកង់ធំTalk hope the excited Rossi in turn number 3 the drive Rossi might be trying to find a way to Rossi there is Danny វ៉ាវចូលតោះយើងនិយាយបន្តទៀតចំណែកនេះវិញ What DC Bin Group នេះគឺជារថយន្តដឹកដីខ្នាតតូចមានកង់2ជួរគេប្រើវាសម្រាប់ដឹកដីធ្វើជាលំនៅឋាននិងចាក់ដីធម្មតាតូចខ្នាតតូចវ៉ាវចូលតោះយើងនិយាយនេះវិញនេះគឺជារថយន្តបញ្ជានេះស្ដុំឌីឡូម៉ូរបស់វានៅពីមុខហើយនៅពីក្រោយវាមានកម្លាំងខ្លាំងហើយមានកង់ស្គូក្រោយមួយគេប្រើវាសម្រាប់ជិះទៅក្នុងព្រៃព្រោះមានកង់ខ្ពស់ធន់នឹងបន្លាហើយវាមានកម្លាំងខ្លាំងនេះ
wow ចូលចំណែកនេះគឺជា this is a bulldozer គេហៅវាម្យ៉ាងទៀត builder គេប្រើវាសម្រាប់ជោគដីនេះប៉ែរបស់វាជោគដីជោគថ្មគេភាគច្រើនគេប្រើវាសម្រាប់ធ្វើជាឧស្សាហកម្មជោគខ្សាច់ហើយនឹងថ្មគ្រួសវ៉ាវចូលចំណែកនេះ this is water tanker នេះគឺជារថយន្តដឹកទឹកនិងរថយន្តជំនួយផលិតអគ្គិភ័យគេប្រើវាសម្រាប់ផលិតអគ្គិភ័យនិងស្រោចផ្លូវនេះកណ្ដុងរបស់វានេះសម្រាប់ផលិតអគ្គិភ័យហើយទូរបស់វាសម្រាប់បង្ហូរស្រោចថ្នល់ឲ្យវាហុយដីវ៉ាវចូល DC ដុំទ្រូកនេះគឺជារថយន្តដឹកសម្រាមគេប្រើវាសម្រាប់ដឹកសម្រាមតាមមុខផ្ទះនិងនៅតាមទីក្រុងព្រោះទីក្រុងអត់មានកន្លែងចោលសម្រាមទេគេប្រើវាសម្រាប់ដឹកជញ្ជូនសម្រាមទៅកន្លែងឆ្ងាយដែលមិនមានមនុស្សនៅដើម្បីជាអនាម័យវ៉ាវចូល this is a school bus នេះគឺជារថយន្តក្រុងដឹកកូនសិស្សទៅសាលារៀនមានតួនាទីដឹកជញ្ជូនវ៉ាវនេះហើយបាយបាយ